ពេលគេយកលោកស៊ិនស៊ីសមុទ្រទៅសម្លាប់លោកកៅចំណាប់រៀបរាប់រឿងហេតុនេះក្រោយពីការរស់នៅក្នុងគុកនិងធ្វើការនៅទីនោះយ៉ាងធ្ងន់ធ្ងរបានប្រមាណ5ខែមានថ្ងៃមួយវេលាម៉ោង 5:30 នាទីល្ងាចក្នុងខែវិច្ឆិកាមានក្រុមឆ្លប់សន្តិសុខ 2 ទៅ 3 នាក់បានកាន់បញ្ជីឈ្មោះហៅអ្នកទោសមួយដើម្បីហៅអ្នកទោសចេញដែលជាទម្លាប់ធម្មតារបស់ពួកវានិងពេលនោះឯងដែលបងសមុទ្រត្រូវគេហៅចំឈ្មោះគាត់មិនបដូរឈ្មោះទេគឺនៅតែប្រើឈ្មោះលោកស៊ិនស៊ីសមុទ្រដដែលពេលនោះទាំងខ្ញុំនិងអ្នកទោសផ្សេងទៀតមានការរន្ធត់ចិត្តអាណិតស៊ិនស៊ីសមុទ្រយ៉ាងខ្លាំងព្រោះពួកយើងដឹងថាបើគេហៅទៅដូច្នោះច្បាស់ជាគ្មានថ្ងៃវិលវិញទេគឺយកទៅសម្លាប់ចោលតែម្ដងពេលគេហៅចំឈ្មោះគាត់សមុទ្រស្លុតអស់ស្មារតីស្ទើងងឹតមុខហើយមុនពេលដែលគេមិនដែលចេញទៅហើយដែលហាក់ដឹងថាមុនថ្ងៃអាសាគាត់បានមកដល់គាត់ក៏អោបតែគាត់មិនបានផ្ដាំអ្វីទុកឲ្យគ្រួសារគាត់ទេគាត់គ្រាន់តែនិយាយចុងក្រោយថាខ្ញុំទៅមុនហើយប្អូននៅក្រោយសូមឲ្យបានសេចក្តីសុខចំណែកខ្ញុំមិនហ៊ាននិយាយអ្វីវែងឆ្ងាយទេដែលគ្រាន់តែឆ្លើយទទួលពរគាត់ថាបានបងនិយាយតែប៉ុណ្ណេះគេក៏បណ្ដាគាត់ចេញទៅក្រោយពេលគេយកបងសមុទ្រចេញពីគុកបាន2ថ្ងៃស្រាប់តែគេយកខោអាវរបស់គាត់មកឲ្យអ្នកក្នុងគុកនោះវិញរឿងរ៉ាវនេះអាចបញ្ជាក់បានថាគាត់ត្រូវបានគេសម្លាប់ចោលហើយអ្វីដែលកាន់តែច្បាស់នោះគឺអ្នកដែលសម្លាប់បងសមុទ្រដែលជាសន្តិសុខក្មេងក្នុងចំណោមគ្នាជាច្រើនទៀតនោះត្រូវបានគេចាប់មកដាក់គុកជាមួយអ្នកទោសក្នុងគុកនេះវិញដែរដោយសារមានកំហុសជាមួយអង្គការចំពោះម្នាក់នេះខ្ញុំមិនហ៊ានសួរនាំអ្វីច្រើនទេព្រោះខ្លាចអង្គការបញ្ចូលវាមកធ្វើជានងដើម្បីស៊ើបព័ត៌មានអ្នកទោសដែលខ្ញុំគ្រាន់តែសួរខ្លីថាតើបងសមុទ្រត្រូវគេសម្លាប់ចោលហើយមែនទេពេលនោះសន្តិសុខក្មេងនោះងក់ក្បាលបណ្ដើតបបណ្ដើត្រូវហើយវាបន្តថាគឺជាវាអ្នកកប់សាកសពបងសមុទ្រផ្ទាល់នៅក្នុងរណ្ដៅសាកសពរួមនៅដីទួលមួយគេហៅថាខ្ពបនិងជាកន្លែងចំការចេកផងដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិលេខ1ភូមិពោបានស្រុកកោះធំខេត្តកណ្ដាលនេះតែម្ដងដូច្នេះបើតាមការរៀបរាប់និងអះអាងពីលោកកែវចំណាប់ដោយខាងលើនេះយើងអាចបញ្ជាក់បានថាលោកស៊ិនស៊ីសមុទ្រពិតជាត្រូវបានគេសម្លាប់នៅក្នុងស្រុកកោះធំខេត្តកណ្ដាលពិតប្រាកដមែនប៉ុន្តែបើទោះលោកស៊ិនស៊ីសមុទ្រមិនទាន់ត្រូវបានគេរកអធិធិធឃើញយ៉ាងណាក្តីក៏មនុស្សមួយប្រទេសកម្ពុជាសុទ្ធដូចគ្នាថាលោកពិតជាបានបាត់បង់ជីវិតទៅហើយនៅក្នុងរបបនោះព្រោះគេដឹងស្រាប់ក្នុងសម័យស៊ីសាច់ហត់ឈាមនៃពួកថ្មិលអាវខ្មៅដ៏មហាខុសខើគ្មានពីរនៅលើលោកនេះពួកវានឹងមិនលើកលែងទោសឲ្យនរណាដែលមានចំណេះដឹងជ្រៅជ្រះដូចជាបញ្ញវន្តមន្ត្រីសិស្សនិស្សិតកវីនិពន្ធតារាភាពយន្តឬសិល្បករចម្រៀងល្បីៗដោយរូបលោកស៊ិនស៊ីសមុទ្រឡើយហើយអ្វីដែលធ្វើឲ្យប្រជាជនខ្មែរគ្រប់គ្នាកាន់តែគិតថាលោកស្លាប់ទៅហើយនោះព្រោះចាប់តាំងពីរបបបិសាចនោះរលាយមកមាននរណាមួយដែលឮដំណឹងថាលោកស៊ិនស៊ីសមុទ្ររស់នៅត្រង់នេះត្រង់នោះឬរស់នៅប្រទេសណាឡើយហើយបើសិនជាលោករស់នៅមែនទោះបីជាលោកពួនសំងំរស់នៅក្រហែងមេឃក៏ដោយក៏គេគង់បានឮដំណឹងខ្លះៗមិនខានព្រោះលោកជាមនុស្សដែលប្រជាជនមួយនគរខ្មែរសុទ្ធតែស្គាល់មុខដូចបាតដៃឯបរទេសមួយចំនួនក៏ស្គាល់លោកដែរលោកស៊ិនស៊ីសមុទ្រគឺជាមនុស្សដ៏សំខាន់បំផុតដែលប្រជាជនខ្មែរនាសម័យនេះតែងចង់ដឹងប្រវត្តិជីវិតពិតនិងបទចម្រៀងដែលលោកច្រៀងហើយមានចំនួនប៉ុន្មាននោះតែគ្មាននរណាដឹងថាក្នុងមួយជីវិតជាអ្នកចម្រៀងរបស់លោកស៊ិនស៊ីសមុទ្រលោកច្រៀងបានប៉ុន្មានបទនោះឡើយតែបើតាមសម្ដីលោកស៊ិនច័ន្ទឆាយាជាបុត្រាច្បងរបស់លោកស៊ិនស៊ីសមុទ្រដែលបានផ្ដល់ការសម្ភាសន៍ដល់ស្ថានីយវិទ្យុមួយកាលពីឆ្នាំ2003កន្លងទៅលោកមានប្រសាសន៍ថាបើទោះបីជាអ្នកចម្រៀងខ្មែរក្មេងចាស់ទាំងនៅក្នុងស្រុកនិងនៅបរទេសបុកបញ្ចូលគ្នាទាំងអស់ក៏មិនទាន់ចេះច្រៀងចម្រៀងឪពុកលោកអស់ដែរមិនខុសទេនេះគឺជាការពិតប្រជាជនកម្ពុជាក៏យល់ដូច្នេះបទចម្រៀងរបស់លោកស៊ិនស៊ីសមុទ្រពិតជាច្រើនគឺគ្មាននរណាមួយប្រកាសនៃបទចម្រៀងលោកឡើយហើយបើសិនជាគេសន្និដ្ឋានថាមានរាប់រយរាប់ពាន់បទនោះក៏នេះនៅតែជាការប៉ាន់ស្មានមួយពុំទាន់ត្រឹមត្រូវដែរនេះត្រឹមតែជាបទដែលគេឮសពថ្ងៃចុះបទដែលបានបាត់បង់ទៅការចំនួនប្រឡ័យពូជសាសន៍នោះតើនរណាដឹងខ្លះសូម្បីតែកវីនិពន្ធដែលធ្លាប់និពន្ធបទចម្រៀងឲ្យលោកស៊ិនស៊ីសមុទ្រច្រៀងហើយដែលអាចមានវាសនារស់នៅដល់សពថ្ងៃដូចជាលោកអែលប៊ុនណាលោកអ៊ំតារាឬកវីម្ចាស់ស្ទឹងសង្ការគុំមុនឈឿនជាដើមក៏មិនដឹងថាតាំងពីលោកស៊ិនស៊ីសមុទ្រចាប់ផ្ដើមច្រៀងពីឆ្នាំ1951រហូតដល់លោកបានបាត់ខ្លួនក្នុងឆ្នាំ1975នោះតើលោកច្រៀងបានប៉ុន្មានបទហើយខ្ញុំជាអ្នកស្រាវជ្រាវក៏ខិតខំស្វែងស្វែងស៊ើបពីចំនួនបទចម្រៀងលោកដែរតែគ្មានលទ្ធផលសោះព្រោះបើបទចម្រៀងដែលនៅសល់រាល់ថ្ងៃប្រហែលជាអាចកត់ត្រារាប់កណនីឲ្យពិតប្រាកដបានតែបើចម្រៀងរបស់លោកដែលបានបាត់បង់ទៅនោះពិតជាមិនអាចស្រាវជ្រាវឃើញនោះឡើយតែបើតាមការគិតរបស់ខ្ញុំដែលជាអ្នកស្រាវជ្រាវនិងក៏ជាអ្នកនិយមស្ដាប់បទចម្រៀងរបស់លោកយ៉ាងងប់ងល់ម្នាក់ក្នុងចំណោមប្រជាជនខ្មែរមួយនគរដែរនោះខ្ញុំសន្និដ្ឋានថាបទចម្រៀងរបស់លោកប្រហែលជា70000បទឯណោះព្រោះសូម្បីតែបទចម្រៀងរបស់លោកដែលនៅសេសសល់រាល់ថ្ងៃនេះប្រជាជនខ្មែរមិនទាន់ស្ដាប់អស់ផងមានបញ្ហាមួយទៀតគឺបទចម្រៀងរបស់លោកដែលមានច្រើនរហូតមិនអាចស្ដាប់អស់នោះ
តើលោកនិពន្ធបទភ្លេងនិងទំនុកច្រៀងដែលខ្លួនឯងផ្ទាល់ប៉ុន្មានបទហើយកវីនិពន្ធដែលនិពន្ធឲ្យលោកច្រៀងនោះមានប៉ុន្មានបទដែរហើយខ្ញុំអ្នកស្រាវជ្រាវគឺដឹងតែមួយភាគតូចប៉ុណ្ណោះគឺមិនអាចដឹងទាំងអស់បានឡើយដោយសារអ្នកនិពន្ធបទចម្រៀងឲ្យលោកច្រៀងទាំងប៉ុន្មានក៏សុទ្ធសឹងតែបាត់បង់ជីវិតកាលចំនួននោះជាមួយលោកដែរដែលសប្តាហ៍ថ្ងៃក្នុងចំណោមកវីទាំងនោះនៅសល់តែ 3-4 នាក់ប៉ុណ្ណោះដែលនៅមានជីវិតគឺលោកគង់ប៊ុនឈឿនលោកអ៊ំតារានិងលោកអែលបូណាជាដើមត្រង់ចំណុចនេះយើងក៏ចង់បញ្យល់មិត្តអ្នកស្ដាប់ឲ្យច្បាស់ដែរគឺអ្នកស្ដាប់ខ្លះដែលមិនដឹងពីរបៀបបែបបទនៃចម្រៀងនោះគឺតែងគិតថាចម្រៀងដែលពួកគេបានឮនោះគឺសុទ្ធតែអ្នកច្រៀងជាអ្នកនិពន្ធខ្លួនឯងទាំងអស់គឺវាហាក់ដូចជាការគិតរបស់ពួកគេទៅលើរូបលោកស៊ិនស៊ីសមុទ្រជាដើមពួកគេតែងគិតថាបទចម្រៀងដែលលោកស៊ិនស៊ីសមុទ្រច្រៀងគឺសុទ្ធតែលោកនិពន្ធដោយខ្លួនឯងទាំងអស់តាមពិតមិនមែនដូច្នេះឡើយរាល់បទចម្រៀងរបស់លោកទាំងអស់បើតាមការសន្និដ្ឋានគឺមានតែបទចម្រៀងប្រមាណជា60ទៅ70% ប៉ុណ្ណោះដែលលោកនិពន្ធដោយខ្លួនឯងក្រៅពីនេះគឺកវីនិពន្ធចំនួននោះនិពន្ធឲ្យលោកច្រៀងទាំងអស់ចំពោះកវីនិពន្ធដែលតែងចម្រៀងឲ្យលោកច្រៀងមានដូចជាកវីសេកមាសម៉ាឡាពីកវីម្ចាស់ស្ទឹងសង្កែបគង់មុនឈឿនកវីវ៉ៃហូកវីយ៉ងឈៀងហៅសំនៀងរទ្ធីកវីពៅស៊ីផូកវីស្វាយសំអឿកវីហាសាឡនកវីមេប៊ុនកវីញ៉ែមផុនហៅកុកកវីសៀសុនកវីអែលបណាកវីហេងហួរវែងលាក់នឹងលាក់បើតាមការស្រាវជ្រាវរបស់យើងលោកស៊ិនស៊ីសមុទ្រត្រូវបានកវីនិពន្ធចំនួននោះស្វែងរកមុខលោកស្ទើររាល់ថ្ងៃហើយចំពោះការច្រៀងចម្រៀងរបស់កវីនិពន្ធទាំងនោះទៀតសោតលោកស៊ិនច័ន្ទឆាយាធ្លាប់មានប្រសាសន៍ថាឪពុកលោកមិនមែននរណាយកទំនុកច្រៀងមកឲ្យច្រៀងចិត្តតែច្រៀងតាមការសរសេររបស់គេនោះទេគឺលោកតែងពិនិត្យពិច័យជានិច្ចហើយបើមើលទៅមានចំណុចណាមួយខ្វះខាតឬមិនស្របនឹងភាពពិតលោកតែងកែលម្អភ្លាមគឺមិនមែនចេះតែច្រៀងយកថ្លៃឈ្នួលនោះទេមិនតែប៉ុណ្ណោះអធិរាជសម្លេងមាសនេះក៏ជាអ្នកស្នេហាអក្សរសាស្ត្រមួយរូបដ៏ចំណានដែរហើយលោកចូលចិត្តស្រាវជ្រាវពាក្យពេចន៍នានាដែលលោកគិតថាពេលច្រៀងទៅធ្វើឲ្យអ្នកស្ដាប់ចាប់ចិត្តដិតអារម្មណ៍មិនអាចបំភ្លេចបានទៀតផងជាពិសេសជាងនេះទៅទៀតលោកមានការប្រុងប្រយ័ត្នជានិច្ចចំពោះអក្ខរាវិរុទ្ធណាស់គឺនៅពេលដែលលោកត្រូវច្រៀងបទណាមួយហើយពាក្យនោះមិនសូវប្រកបក្នុងចិត្តរបស់លោកគឺលោកបើកសៀវភៅវចនានុក្រមរបស់សម្ដេចសង្ឃរាជជួនណាតដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមកមើលភ្លាមដើម្បីកុំឲ្យពេលច្រៀងថតចូលជាថាសរួចទៅហើយនោះទើបគិតថាខុសជាក្រោយដែលមិនអាចកែវិញកើតនឹងធ្វើឲ្យចម្រៀងលោកប៉ះពាល់ដល់សតិអារម្មណ៍អ្នកស្ដាប់ទូទៅនិងពិសេសគឺខ្លាចអ្នកដែលយកបទចម្រៀងរបស់លោកទៅច្រៀងតាមនោះខុសដែរប៉ុន្តែស្ដាយណាស់អ្វីដែលលោកខិតខំប្រឹកព្រៀងនោះអ្នកចម្រៀងសម័យបច្ចុប្បន្នដែលយកបទលោកទៅច្រៀងឡើងវិញនោះមិនដែលគិតដល់ឬឈឺក្បាលជាមួយឡើយគឺអ្នកខ្លះយកបទលោកទៅច្រៀងខុសពី3ពាក្យក៏មិនខ្វាយខ្វល់ដែរគឺហាក់ចម្រៀងទាំងនោះមានតម្លៃចំពោះពួកគេដូចនេះដែរវាពិតជាធ្វើឲ្យលោកខកចិត្តណាស់តាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់របស់លោករាល់បទចម្រៀងនីមួយៗដែលលោកច្រៀងពណ៌នាពីកន្លែងណាមួយធ្វើឲ្យអ្នកស្ដាប់ហាក់បានទៅដល់ឬបានឃើញទស្សនវិជ្ជានៅទីនោះឧទាហរណ៍ដូចជាបទដងស្ទឹងសង្កែអនុស្សាវរីយ៍សេកសកអក្ខរាតាមព្រះពាយបុប្ផាអង្គរដងស្ទឹងពោធិ៍សាត់យីហូបបៃលិនឃ្លាតកោះតាគៀវស្ពានអូតាគីភ្នំក្រាងដីមាសនិងបុប្ផាពងរជាដើមលាក់នឹងលាក់ដោយសារបទចម្រៀងទាំងនោះអមដោយអត្ថន័យអត្ថរូបមានពិពណ៌នាពីទីកន្លែងច្បាស់លាស់និងបង្ហាញឡើងដោយសំឡេងតបរបស់លោកផងនោះដែលជាហេតុនាំឲ្យគេដកអារម្មណ៍បទចម្រៀងរបស់លោកស្ទើរគ្រប់បទស្ដាប់ហើយចង់ស្ដាប់ទៀតមិនចេះចិនណាយនោះហើយជារសជាតិមនោសញ្ចេតនានិងជាទេពកោសល្យដ៏មានតម្លៃដែលធ្វើឲ្យចម្រៀងទាំងនោះមានប្រជាប្រិយគ្រប់សម័យកាល